ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ម្ដងទៀតដែលបានចូលមកកាន់ Channel អរូបនៅក្នុងវីដេអូនេះខ្ញុំមានជាប្រភេទរឿងព្រេងមួយយកមកចែកជូនអ្នកទាំងអស់គ្នាដែលលើគេនិយាយតាក់ទងនឹង game Bloody Mary អត់ហើយរឿងព្រេងរបស់យើងនៅក្នុងថ្ងៃហ្នឹងគឺវាតាក់ទងនឹងរឿង game ហ្នឹងដែរជាប្រភេទ game សាកល្បងភាពភ័យខ្លាចដូចទៅនឹងពពួកខ្មោចកែវខ្មោចអីអញ្ចឹងឥឡូវកុំឲ្យខាតពេលយូរខ្ញុំមកនិយាយពី game Bloody Mary ដែលគេបាននិយាយហ្នឹងសិនគេនិយាយថាមានវិញ្ញាណមនុស្សស្រីម្នាក់ឈ្មោះ Mary ដែលស្ថិតនៅក្នុងកញ្ចក់ហើយបើសិនជាយើងចង់ឃើញវិញ្ញាណរបស់នាងហ្នឹងគឺត្រូវតែយកទៀនទៅអុជនៅមុខកញ្ចក់អាចជាមួយដើមក៏បាន3ដើមក៏បានដែរបើទៀនតូចប្រើ3ដើមយកទៅអុជនៅមុខកញ្ចក់គេនិយាយថាកន្លែងភាគច្រើនដែលគេលេងហ្នឹងគឺនៅក្នុងបន្ទប់ទឹកដោយសារតែវាតម្រូវឲ្យយើងលេងតែម្នាក់ឯងហើយបរិយាកាសឬក៏កន្លែងវាតូចជាអៀតអញ្ចឹងអាចមានឱកាសច្រើនក្នុងការជួប Mary អីអញ្ចឹងទៅអញ្ចឹងហើយគេថាយល់ល្អគួរលេងក្នុងបន្ទប់ទឹកចូលទៅគឺបិទភ្លើងឲ្យល្ងឹតហើយអុជភ្លើងទៀនដែលយើងមានហ្នឹងយកទៅដាក់នៅមុខកញ្ចក់បន្ទប់ទឹកហ្នឹងហើយពេលដែលអុជទៀនរួចហើយយើងត្រូវឈរឲ្យចំពីមុខកញ្ចក់ហ្នឹងហើយខិតចូលទៅឲ្យចិត្តអោនទៅចិត្តកញ្ចក់បន្ទប់ទឹកហ្នឹងណាឬក៏កញ្ចក់ទូសំអាងក្នុងបន្ទប់របស់យើងក៏បានអោនទៅឲ្យចិត្តហើយចាប់ផ្ដើមសូត្រពាក្យថា Bloody Mary ហើយសូត្រគឺចំនួន3ដងសូត្រ3ដងឬក៏13ដងបើថាសូត្រ3ដងមិនទាន់ឃើញទេសូត្រដល់13ដងទៅបើសិនជាចង់ឃើញ Mary ហ្នឹងហើយគេនិយាយថានៅពេលដែលយើងសូត្រចប់ហ្នឹងបើ Mary បង្ហាញខ្លួនឲ្យយើងឃើញហ្នឹងគឺនឹងបង្ហាញខ្លួនជារូបរាងបែបផ្សេងជាមនុស្សស្រីធម្មតាយើងឈរមុខកញ្ចក់អីដែលនៅឃើញនៅក្នុងកញ្ចក់ហ្នឹងគឺជារូបរបស់យើងប៉ុន្តែបើ Mary បង្ហាញខ្លួនមកគឺជារូបរាងរបស់មនុស្សស្រីសក់វែងបែបរួញតិចហើយញញឹមដាក់យើងហ្មងចេញមកគឺរុះរាយខ្លាំងញញឹមដាក់យើងស្នាមញញឹមសឹងដល់គុំតិចហើយមានឈាមហូរពីកែវភ្នែករបស់នាងមកនឹងគឺជា Mary ឬក៏អ្នកខ្លះទៀតគេនិយាយថាបើសិនជា Mary បានបង្ហាញខ្លួនឲ្យយើងឃើញនៅពេលដែលយើងលេងហ្នឹងគឺមុខមាត់ដូចយើងហ្នឹងធម្មតាយើងនៅមុខកញ្ចក់ក្នុងកញ្ចក់គឺរូបរបស់យើងក្នុងកញ្ចក់ហ្នឹងរូបយើងប៉ុន្តែយើងនៅខាងក្រៅនេះអត់ញញឹមទេតែរូបនៅក្នុងកញ្ចក់ហ្នឹងគឺកំពុងតែញញឹមបែបតិចគួរឲ្យខ្លាចហើយមានឈាមហូរចេញពីកែវភ្នែកហើយបន្តមកទៀតនឹងស្ទុះហក់ចេញពីកញ្ចក់មកច្បាច់កអ្នកដែលកំពុងលេងហ្នឹងហ្មងទាំងអស់គ្នាអាចសាកល្បងលេងបានជួប Mary ឬក៏អត់ឬក៏មិនជួបអាហ្នឹងសាកលេងសិនទៅបើសិនជាចង់សាកល្បងអាហ្នឹងគេនិយាយថាវាដូចជាអត់មានប៉ះពាល់អីដល់អាយុជីវិតទេ Mary អត់មានចេញមកសម្លាប់ដូចរឿងផ្សេងដែលខ្ញុំធ្លាប់និយាយឯងគ្រាន់តែលេងទៅវាថាសាកល្បងភាពភ័យខ្លាចតែយ៉ាងណាក៏ខ្ញុំគិតថាមិនគួរដែរព្រោះបើខ្លាចជ្រុលទាំងបេះដូងបាត់ទៅគិតមិនMary អត់មានមកកាច់កសម្លាប់យើងទេគ្រាន់តែថាបើយើងទប់ទល់ភាពភ័យខ្លាចនឹងមិនបានទេគឺត្រូវតែស្លាប់ដដែលសាកាំងបេះដូងអីចឹងទៅដួលបែកក្បាលក្នុងបន្ទប់ទឹកអីជាយថាហេតុផ្សេងហ្នឹងគឺជាហ្គេមរបស់ Bloody Mary ដែលខ្ញុំបាននិយាយប្រាប់អ្នកទាំងអស់គ្នាណាពីរបៀបលេងឥឡូវមកដឹងពីប្រវត្តិរបស់ Bloody Mary វិញខ្ញុំបានអានច្រើន website ដែរប៉ុន្តែមាន website មួយដែលរៀងចាប់អារម្មណ៍ជាងគេហើយគេចែក game Bloody Mary ហ្នឹងជា2 version ទៀតដោយ version ទី1ហ្នឹងគេនិយាយថាកាលពីសម័យមុនអាចហៅថាសម័យបុរាណក្នុងប្រទេសរបស់គេប្រទេសផ្សេងអញ្ចឹងមិនមែនក្នុងប្រទេសកម្ពុជាយើងទេមាននារីស្រស់ស្អាតម្នាក់ឈ្មោះ Mary ដែលមានសម្រស់ស្រស់ស្អាតមែនតើជាទីចោមរោមរបស់មនុស្សម្នាផ្សេងជាពិសេសបរិសុទ្ធហើយ Mary ហ្នឹងគាត់ក៏មានសង្សារដែរស្រីស្អាតណាស់តែអត់សង្សារគឺគាត់មានសង្សារហើយចៃដន្យអីគាត់នឹងសង្សារគាត់ហ្នឹងក៏បានជ្រុលជ្រួគ្នារហូតដល់ Mary ហ្នឹងគាត់មានផ្ទៃពោះមុនពេលដែលបានរៀបចំសំគុំពីចាស់អីចឹងទៅនៅពេលដែលដឹងថាខ្លួនមានផ្ទៃពោះចឹង Mary គាត់អត់សុបាយចិត្តទេគាត់ចង់យកកូននឹងចេញអីចឹងប៉ុន្តែវាអត់អាចធ្វើទៅបានទេហើយគាត់ក៏បខំចិត្តទុកកូននឹងនៅក្នុងពោះរបស់គាត់រហូតដល់កើតចេញមកប៉ុន្តែនៅពេលដែលកូនកើតចេញមកវាផ្ទុយស្រឡះកាលពីដំបូងដែល Mary គាត់ដឹងថាមានអញ្ចឹងគាត់ស្អប់គាត់អត់ស្រឡាញ់កូននឹងអត់ចង់បានទេប៉ុន្តែដល់ពេលកើតចេញមក Mary គាត់ស្រឡាញ់កូនរបស់គាត់នឹងខ្លាំងមែនតើប៉ុន្តែការស្រឡាញ់នឹងក្តីសុខរបស់ Mary នឹងអត់បាននៅជាមួយ Mary យូរទេគឺត្រឹមតែរយៈពេល1ឆ្នាំហ្នឹងកូនរបស់ Mary នឹងគាត់ក៏បានស្លាប់ដោយសារត្រូវគេសម្លាប់មិនឈឺស្លាប់បែបធម្មជាតិទេ Mary ពេលដែលគាត់ឃើញកូនរបស់ខ្លួនឯងស្លាប់ដោយគេសម្លាប់អញ្ចឹងគាត់គឺកើតទុក្ខគាត់សោកសៅមែនតើត្រង់ហ្នឹងវាអត់មាននិយាយបញ្ជាក់ថាហេតុអីក៏គេសម្លាប់កូនរបស់ Mary តែអានេះខ្ញុំគិតថាជំនាន់មុនប្រហែលជាគេប្រកាន់រហូតមកដល់ឥឡូវអធិស្ឋាននៅក្នុងសាសនាខ្លះក៏គេប្រកាន់របៀបហ្នឹងដែររហូតដល់មានការសម្លាប់ចោលហ្មងកុំឲ្យខូចសាសនាឬក៏ប្រពៃណីគ្រួសាររបស់គេ
lợi dân bọ tên dậy pi Maryវិញ Mary គាត់កាត់ទុកនៅពេលដែលដឹងដំណឹងកូនរបស់គាត់ស្លាប់ចឹងទៅកាត់ទុកសោកសៅរាល់ថ្ងៃហើយភីច្រើនគាត់គឺអង្គុយសងុយស្ងាត់ម្នាក់ឯងនៅមុខកញ្ចក់ទូសម្អាងរបស់គាត់ណាចឹងទៅថ្ងៃមួយហ្នឹងគាត់អត់អាចទ្រាំទ្រនឹងការឈឺចាប់របស់គាត់ដែលបាត់បង់កូនជាទីស្រឡាញ់បាន Mary គាត់ក៏យកកាបិតមកចាក់សម្លាប់ខ្លួនឯងនៅមុខកញ្ចក់សម្អាងហ្នឹងហើយឈាមរបស់ Mary ក៏ខ្ទាតជាប់នឹងកញ្ចក់អីចឹងទៅហើយហ្នឹងហើយគឺជាពាក្យដែលគេលើកយកមកនិយាយថាវាបដាលឲ្យវិញ្ញាណ Mary ហ្នឹងតែងតែបង្ហាញខ្លួននៅតាមកញ្ចក់បន្ទប់ទឹករបស់ផ្ទះគេផ្សេងៗឬកញ្ចក់សម្អាងអីនេះគឺជា version ទី1ដែលគេនិយាយទាក់ទងនឹង Mary ចំណែក version ទី2គេនិយាយថានៅក្នុងសម័យដើមដូចគ្នាតែ Mary គាត់មិនមែនជាខុសប្រពៃណីមានកូនមានអីមុនពេលរៀបការទេតែ Mary គាត់លើកនេះគឺជារបៀបអាចថាបើនៅក្នុងប្រទេសយើងគេហៅគ្រូខ្មែរ Mary គាត់ចេះផ្សំថ្នាំផ្សំអីចឹងទៅគាត់ប្រកែកក្នុងការផ្សំថ្នាំព្យាបាលអ្នកភូមិមែនតើហើយមានអ្នកភូមិនៅជំនាន់នឹងជាច្រើនបានយកក្មេងៗទៅឲ្យ Mary ជួយផ្សំថ្នាំជួយព្យាបាលពេលដែលកូនគាត់ឈឺមានបញ្ហាអីផ្សេងៗអញ្ចឹងណាហើយ Mary គាត់ពិតជាបានព្យាបាលក្មេងទាំងអស់ហ្នឹងជាមែនពេលហ្នឹងអ្នកភូមិនៅនឹងតែងតែហៅ Mary ថាតែបសស្អាតហើយប្រកែផ្សំថ្នាំប្រកែព្យាបាលប៉ុន្តែមួយរយៈកាលក្រោយមកអ្នកភូមិហ្នឹងបានចាប់អារម្មណ៍ថាក្មេងក្នុងភូមិហ្នឹងចាប់ផ្ដើមបាត់ម្ដងមួយពេលដែលគេសន្និដ្ឋានពេលដែលគេពិនិត្យឲ្យមែនតើទៅបានគេដឹងថាក្មេងដែលបាត់ចេញពីភូមិហ្នឹងសុទ្ធសឹងតែជាក្មេងដែលធ្លាប់យកទៅឲ្យ Mary ព្យាបាលទាំងអស់ចឹងហើយគេក៏ចាប់ផ្ដើមសង្ស័យទៅលើ Mary ហើយក៏នាំគ្នាទៅកាន់ផ្ទះរបស់ Mary ប៉ុន្តែអត់បានរកឃើញក្មេងហ្នឹងនៅក្នុងផ្ទះរបស់ Mary តែម្ដងទេបានរកឃើញក្មេងហ្នឹងរបៀបថាគេធ្វើដាក់នៅកន្លែងអាចកំបាំងជារបៀបរូងក្រោមដីបន្ទប់ក្រោមដីឬក៏ផ្ទះដែលបែកបាក់ទុកចោលប៉ុន្តែវានៅជិតផ្ទះរបស់ Mary ចឹងហើយគេក៏ចោទថា Mary គឺជាអ្នកសម្លាប់ក្មេងៗទាំងអស់ហ្នឹងដល់ពេលគេរកឃើញហ្នឹងក្មេងទាំងអស់ហ្នឹងអត់មានជីវិតទេគឺស្លាប់ទាំងអស់ហើយគេចោទ Mary ថាជាមេធ្មប់អ្នកទាំងអស់គ្នាធ្លាប់មើលរឿងបរទេសមានមេធ្មប់ភាគច្រើនដែលចាប់ក្មេងទៅយកទៅធ្វើអីគេតែងតែនិយាយថាយកទៅធ្វើថ្នាំថែរក្សាសម្រស់ហើយត្រូវអត់នៅពេលហ្នឹងគេចោទ Mary បែបហ្នឹងដូចគ្នាគេចោទថា Mary យកក្មេងទាំងអស់ហ្នឹងយកទៅធ្វើថ្នាំដើម្បីថែរក្សាសម្រស់ខ្លួនឯងហ្នឹងឲ្យនៅតែក្មេងស្អាតជាងវ័យចឹងរហូតទៅនៅពេលដែលចោទ Mary អញ្ចឹងហើយគេក៏នាំគ្នាចាប់ Mary យកទៅដុតទាំងរស់មានឆ្ងល់ថាបើគេដុត Mary ទាំងរស់ហេតុអីក៏មានរឿងព្រេងពាក់ព័ន្ធនឹងកញ្ចក់ដោយសារតែអ្នកភូមិទាំងអស់ហ្នឹងជឿថា Mary ចាប់ក្មេងទាំងអស់ហ្នឹងយកទៅធ្វើថ្នាំយកទៅសម្លាប់ហើយធ្វើថ្នាំថែរក្សាសម្រស់ខ្លួនឯងអញ្ចឹងបានន័យថា Mary គឺស្រឡាញ់រូបសម្រស់ខ្លួនឯងខ្លាំងណាស់ពេលដែលគេចង Mary ចប់នឹងបកគោលហើយរៀបអីជុំវិញនាងដើម្បីដុតសម្លាប់ទាំងរស់ហ្នឹងណាគេក៏បានយកកញ្ចក់ធំមួយយកមកដាក់ពីមុខ Mary ដែរត្រង់ហ្នឹងគឺសាហាវមែនតើដើម្បីឲ្យ Mary ឃើញពីភាពវេទនាខ្លួនប្រាណរបស់គាត់ដែលចាប់ដើមឆេះព្រោះដាក់កញ្ចក់នៅពីមុខដើម្បីឲ្យ Mary ឃើញថាសភាពវាអាក្រក់មិនមុននឹង Mary ស្លាប់បាត់បង់ជីវិតទៅហើយនេះគឺជារឿងព្រេង version ទី2ដែលតាក់ទងនឹង Mary ហើយក្រោយមកទៀតក៏មកដល់សម័យឥឡូវក៏មាន game ដែលគេហៅថា Bloody Mary នឹងឯងឥឡូវមកស្ដាប់ពីរឿងព្រេងមួយទៀតដែលគេនិយាយពីអ្នកដែលបានជួប Mary នៅក្នុងមណ្ឌលកម្មាកព្រាខ្ញុំអធិស្ឋានខ្ញុំអត់ដឹងហៅថាម៉េចឲ្យប្រកបទេរបៀបជាមណ្ឌលបែបសាសនាគ្រឹះដែលមានក្មេងៗស្នាក់នៅកន្លែងនឹងច្រើនអញ្ចឹងខ្ញុំហៅថាមណ្ឌលកម្មាកព្រាហ្មងទៅមានក្មេងស្រីមួយក្រុមនៅក្នុងនឹងវ័យជំទង់ដែរប្រហែលជា15 16ឆ្នាំហើយដែលស្នាក់នៅក្នុងមណ្ឌលនឹងពេលយប់ហ្នឹងក៏ជុំគ្នានិយាយពីរឿងព្រេងរបស់ Bloody Mary ហើយក៏និយាយដល់ game ដែលអាចលេងទៅឃើញ Bloody Mary នឹងដូចគ្នាប៉ុន្តែនៅក្នុងចំណោមក្មេងទាំងអស់ហ្នឹងមានក្មេងស្រីម្នាក់វ័យ15ឆ្នាំហ្នឹងគាត់អត់ជឿថា Bloody Mary ហ្នឹងមានពិតទេ game អស់ហ្នឹងប្រហែលជាដូចដែលខ្ញុំនិយាយពីដើមអញ្ចឹងគ្រាន់តែគេបង្កើតមកដើម្បីសាកល្បងភាពក្លាហានពីគ្នាទៅវិញទៅមកតែប៉ុណ្្នឹងឯងព្រោះទោះមានឬមិនមានអ្នកធម្មតាមានណាតាហ៊ានសាកល្បងលេងហ្គេមបែបហ្នឹងឯងចុះបើឃើញមែនតើមិនលួសព្រលឹងឯងហើយក្មេងស្រីហ្នឹងគាត់អត់ជឿឯងគាត់ប្រាប់ទៅមិត្តភ័ក្តិរបស់គាត់ដែលកំពុងនិយាយថារឿងហ្នឹងវាគ្រាន់តែជារឿងនិទានទេកុំជឿតែក្មេងៗផ្សេងទៀតហ្នឹងគាត់ក៏មិនដែលបានឃើញដូចគ្នាតែគាត់ជឿអញ្ចឹងឯងក្មេងស្រីហ្នឹងគាត់រៀងរឹងទៅតឹងគាត់ថាគាត់មិនជឿឥឡូវគាត់លេងហ្គេមហ្នឹងឲ្យមើលហើយក្មេងស្រីម្នាក់ហ្នឹងគាត់ក៏បានកាន់ទៀនគាត់ដកទៀនយកចេញពីថតតុករបស់គាត់ហ្នឹងដើរសម្ដៅទៅបន្ទប់ទឹកដោយសារគាត់អាចលេងនៅក្នុងបន្ទប់ដែលគាត់គេហ្នឹងឯងព្រោះបន្ទប់ហ្នឹងជាបន្ទប់រូមវាមានក្រែមានអ្នកគេនៅក្នុងហ្នឹងវាច្រើនអញ្ចឹងគាត់អាចលេងឯងព្រោះហ្គេមហ្នឹងតម្រូវឲ្យលេងតែម្នាក់ឯងឯងហើយក្មេងស្រីហ្នឹងគាត់ក៏ដើរសម្ដៅទៅកាន់បន្ទប់ទឹកដើម្បីលេងហ្គេម Bloody Mary ហ្នឹងម្នាក់ឯង
ដល់មានពីណាគេតាមទៅទេព្រោះគេខ្លាចគេអត់ចង់ពាក់ព័ន្ធជាមួយទេហើយគាត់ក៏ទៅលេងគាត់ក្លាហានមែនតើនៅពេលដែលទៅដល់ក្នុងបន្ទប់ទឹកក្មេងស្រីហ្នឹងគាត់ក៏បានចូលទៅខាងក្នុងហើយចាប់ផ្ដើមចាក់សោចាក់កលឹះទ្វារហើយបិទភ្លើងឲ្យល្ងឹតដោយឲ្យបំភ្លឺឡើងដោយភ្លើងទៀនដែលគាត់យកទៅនឹងជំនួសវិញហើយក្មេងស្រីហ្នឹងគាត់ក៏ដាក់ទៀននឹងនៅមុខកញ្ចក់ហើយបានអោនទៅចិត្តកញ្ចក់ដូចតាមអីដែលខ្ញុំនិយាយអញ្ចឹងហើយសូត្រពាក្យ Bloody Mary គាត់សូត្រចំនួន3ដងហើយអត់ទាន់មានឃើញអីកាត់ឡើងទេហើយគាត់ក៏ចាប់ផ្ដើមគិតដែរថាអានឹងគ្រាន់តែជារឿងព្រេងទេវាគ្មានអីកាត់ឡើងព្រោះពេលហ្នឹងគាត់ឃើញទៅរូបខ្លួនឯងនៅក្នុងកញ្ចក់គាត់អត់បានឃើញថាវាប្រែទៅជាមុខអ្នកណាអ្នកណីផ្សេងទេតែគាត់ក៏ដឹងដែរថាអ្នកខ្លះគេអាចសូត្រដល់ទៅ13ដងអញ្ចឹងគាត់ក៏សូត្របន្តទៀតឲ្យគ្រប់13ដងសូត្រចប់ហើយនៅដដែលនៅទៅមុខគាត់នៅក្នុងកញ្ចក់គាត់ក៏ប្រុងនឹងចេញពីបន្ទប់ហ្នឹងទៅប្រាប់មិត្តភក្តិរបស់គាត់ថាគាត់សូត្រចប់ហើយអត់មានឃើញអីទេប៉ុន្តែភ្លាមហ្នឹងដែរគាត់បែរជាសង្កេតឃើញថាមុខរបស់គាត់ដែលនៅក្នុងកញ្ចក់ហ្នឹងពីចាប់ផ្ដើមញញឹមទៅហើយឈាមហូរចេញពីភ្នែកហើយក្មេងស្រីហ្នឹងសក់ប្រាស់ស្មាទេអត់សក់អត់វែងទេសក់គាត់ពោមាសប្រាស់ស្មាប៉ុន្តែនារីដែលនៅក្នុងកញ្ចក់ហ្នឹងគឺមានសក់ខ្មៅវែងឡាយហ្មងហើយចាប់ផ្ដើមញញឹមមកកាន់គាត់ឃើញប៉ុណ្ណឹងគាត់ភ័យចាប់ផ្ដើមភ័យបែរក្រោយរត់ប៉ុន្តែវាជាប់កលឹះទ្វារដែលគាត់ដាក់គាត់បែរខ្នងរត់ទៅវាជាប់កលឹះទ្វារគាត់ឡាយសវ៉ាដោះអាកលឹះទ្វារហ្នឹងទៅគាត់កលឹះសលេងចេញពីក្រោយខ្នងរបស់គាត់ណាគឺជាសំឡេងរបស់ Mary នឹងឯងសួរគាត់ថាហៅគាត់មកធ្វើអីពេលដែលលឺសលេងអញ្ចឹងក្មេងស្រីហ្នឹងគាត់ងាកក្រោយទៅភ័យខ្លាចហើយពេលដែលគាត់ងាកវប់ហ្នឹង Mary ក៏ហក់ចេញពីក្នុងកញ្ចក់បន្ទប់ទឹកហ្នឹងមកសគ្រប់លើក្មេងស្រីហ្នឹងតែម្ដងហើយពេលហ្នឹងគឺគ្រប់យ៉ាងប្រែជាខ្មៅងងឹតអត់មានអីទាំងអស់ដោយសារតែក្មេងស្រីហ្នឹងគាត់បានសន្លប់បាត់ហើយដោយសារភ័យខ្លាចពេកនៅព្រឹកបន្ទាប់គឺជាព្រឹកដែលក្មេងស្រីហ្នឹងគាត់ដឹងខ្លួនឡើងវិញគាត់នៅក្នុងមន្ទីរពេទ្យរបស់មណ្ឌលហ្នឹងឯងដែលគេសួរនាំគាត់ទៅគាត់ក៏បានប្រាប់គេថាគាត់បានលេងហ្គេម Bloody Mary ហ្នឹងហើយគាត់ប្រាប់តែគេថា Bloody Mary ហ្នឹងនាងពិតជាមានពិតមែនកុំឲ្យទាំងអស់គ្នាសាកល្បងលេងហ្គេមហ្នឹងឲ្យសោះហើយក្មេងស្រីហ្នឹងក៏បង្ហាញស្នាមដែរពេលដែល Mary ហក់ចេញពីកញ្ចក់ហ្នឹងផ្ទះនាងខ្វាចនាងជាប់នឹងកន្លែងកកអីចឹងមានស្នាមជាប់ហើយតាមរឿងដែលគេនិយាយតាក់ទងនឹង Bloody Mary ដូចជានាងអត់មានមកសម្លាប់យើងទេភាគច្រើនមកហក់ចេញពីកញ្ចក់ហ្នឹងយើងភ័យរហូតដល់ស្លាប់បាត់ចឹងហ្មងឬក៏រត់ចេញពីកន្លែងហ្នឹងហើយមកអត់មាននាងតាមទៅកាច់កយកមកអីទេប៉ុន្តែបើថាជួបនាងជាសភាពហក់មកកត្រុបខ្វាចអីចឹងហើយគឺជាប់ស្នាមសល់មកដល់ពេលព្រឹកឡើងចឹងឯងតែយ៉ាងណាក៏ពិតឬមិនពិតក៏ដោយខ្ញុំគាត់ថាមិនគូលេងវាអត់មានអីឲ្យគូសបាយផងហើយបើសិនជាទោះបីជា Mary អត់មានលងសម្លាប់អីក៏ដោយតែបើសិនជាយើងវិញ្ញាណខ្សោយដូចខ្ញុំនិយាយមុនអញ្ចឹងឃើញឲ្យលុះព្រលឹងអានេះបើសិនជាករណីថាឃើញមែនតើឃើញឲ្យលុះព្រលឹងកាំងបេះដូងទៅបាត់ទៅគិតមិនឬក៏ដួលនៅក្នុងបន្ទប់ទឹកហ្នឹងដួលបោកក្បាលនឹងអីស្លាប់បាត់ទៅវាអត់មានអីចំណេញណាហើយនេះគឺជារឿងព្រេងដែលខ្ញុំបានអានមកសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តស្ដាប់ហើយអធិស្ឋានមែនទែនសម្រាប់សម្លេងរំខានព្រោះកំពុងថតសម្លេងហ្នឹងភ្លៀងហើយនឹងមានអ្នកជិះម៉ូតូកាត់ទៅមកទៀតតែក៏អរគុណច្រើនដែរដែលបានចំណាយពេលចូលមកស្ដាប់វីដេអូមួយនេះអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀត